ក្មេងទំនើង5នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបយកទៅប្រមាននឹងអប់រំពាក់ព័ន្ធករណីបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសតាមរយៈលេខទូរស័ព្ទបន្ទាន់1291អាវុធហត្ថរាជធានីភ្នំពេញនៅវេលាម៉ោង 16:55 នាទីថ្ងៃទី16 ខែកក្កដាឆ្នាំ 2026កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌដង្កោបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន5នាក់និងម៉ូតូចំនួន4គ្រឿងដែលបានបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនៅចំណុចផ្លូវបេតុងក្នុងបូរីសម្បូរមាសស្ថិតក្នុងភូមិមាល់សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញបន្ទាប់ពីបានប្រមាននិងអប់រំណែនាំរួចកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណជនតទៅទៀតចំណែកម៉ូតូទាំង4គ្រឿងបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ